អ្នកទាំងអស់គ្នានៅពេលនេះទូប្រុសរបស់យើងនឹងគាត់មានអំណងចង់មកទទួលកំហុសទាំងអស់ហើយគាត់បានមកប្រាប់ទូស្រីរបស់យើងថាខ្ញុំបានតម្រូវតាក់ទងជាមួយនឹងរឿងការវិនិច្ឆ័យរបស់កុលសម្ព័ន្ធប្រចាំរបស់នាងថានណាគេគឺជាអ្នកធ្វើហើយគាត់គិតមកចង់សារភាពថាគឺគាត់នឹងហើយមិនមែនប្អូនរបស់គាត់ទេប៉ុន្តែក្នុងចិត្តរបស់ទូស្រីវិញនៅពេលនេះនាងបានដឹងច្បាស់ហើយថាការពិតទៅគឺចៅឆក់ដែលជាប្អូនប្រុសបកើតរបស់ចៅហឹកទូប្រុសរបស់យើងនឹងទេគឺជាគិតកោសម្រាប់កុលសម្ព័ន្ធប្រចាំរបស់នាងដូច្នេះហើយនាងកំពុងតែគិតថាតើខ្ញុំដឹងរឿងនឹងហើយខ្ញុំត្រូវបកស្រាយប្រាប់គេដល់របៀបម៉េចទៅប៉ុន្តែគ្នាមិនទាន់បាននិយាយផងទូប្រុសក៏សារភាពថាការពិតទៅអ្នកដែលកំចាត់កុលសម្ព័ន្ធប្រចាំរបស់នាងគឺជាខ្ញុំទូស្រីអត់ជឿទេព្រោះទូស្រីដឹងការពិតហើយហ្នឹងហើយគិតថាទូប្រុសក៏ហក់ចឹងណាទូស្រីក៏សួរថាតើលោកមានអំណាចណាងអីទូប្រុសក៏រៀបរាប់ស្ថានភាពទាំងស្រុងដែលចៅឆឹកបានរៀបរាប់ប្រាប់គាត់កាលពីយប់មុនហ្នឹងថានៅពេលនោះខ្ញុំចាំមិនច្បាស់ថាខ្ញុំបានស្លៀកពាក់កងទ័ពចូលទៅហើយកុលសម្ព័ន្ធរបស់ពួកនាងគឺសប្បាយចិត្តអបអរខ្ញុំដើម្បីទទួលពិធីមង្គលការពីខ្ញុំជាមួយនឹងនាងនោះក៏ប៉ុន្តែខ្ញុំក៏បានចាត់ការពួកគេត្រឹមតែមួយកបិតម្ដងរហូតដល់សិតតែឈាមនៅក្នុងកុលសម្ព័ន្ធតែម្ដងទៅនិយាយរួមមកគាត់និយាយមកកាច់សាហាវដោយសារតែចៅឆឹកគឺពិតជាធ្វើទង្វើកាច់សាហាវគេបានរៀបរាប់អញ្ចឹងណាទូប្រុសក៏រៀបរាប់តាមដំណើរដែលចៅឆឹកបានប្រាប់នឹងមើលទៅកាច់សាហាវខ្លាំងណាស់គាត់ធ្វើបែបហ្នឹងបំណងគឺចង់ឲ្យតួស្រីរបស់យើងជឿជាក់ថាគឺពិតជាគាត់នឹងហើយគឺជាសត្រូវសម្រាប់កុលសម្ព័ន្ធប្រចាំរបស់តួស្រីបើចង់ទូសងសឹកអីហ្នឹងណាមកសងសឹកមកលើគាត់ចោះគាត់ចង់ការពារប្អូនប្រុសរបស់ខ្លួនណាតួស្រីថាបានបើលោកចង់សារភាពកំហុសពិតមែនត្រឡប់ទៅកុលសម្ព័ន្ធប្រចាំជាមួយខ្ញុំទៅកន្លែងស្រះទឹកវេទមន្តខ្ញុំនឹងសម្រាប់លោកដើម្បីសែនព្រេនទៅកាន់វិញ្ញាណក្ខន្ធរបស់ប្រជាជនកុលសម្ព័ន្ធប្រចាំមួយយ៉ាងមួយទៀតក៏អាចដាស់វេទមន្តកុលសម្ព័ន្ធប្រចាំក៏ដូចជាទឹកស្រះវេទមន្តនៅកុលសម្ព័ន្ធប្រចាំរបស់ខ្ញុំឲ្យវាមានឥទ្ធិពលឡើងវិញដែរចឹងតួប្រុសក៏ត្រឡប់មកដល់កន្លែងរបស់គាត់វិញនឹងចាប់ផ្ដើមលាកងទ័ពរបស់គាត់ដែលជាចំណិតធ្លាប់ចូលរួមចម្បាំងជាមួយគ្នាតាំងពីសម័យដែលគាត់នឹងបានលើកទ័ពទៅរៀបការជាមួយនឹងតួស្រីម៉េះពួកគេគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែពួកគេគឺរួមស្លាប់រស់ជាមួយនឹងលោកមេទ័ពដែលជាព្រះបុត្រារបស់យើងអញ្ចឹងណាព្រះបុត្រារបស់យើងក៏ធ្លាប់យកដៃទៅរងកំបិតជំនួសកងទ័ពរបស់ខ្លួនដែរដែលធ្វើឲ្យពួកគេគឺដឹងគុណដឹងថាម្ចាស់ម្នាក់នឹងគឺពិតជាល្អខ្លាំងណាស់ដរាបណាមានគេនៅក្បែរកងទ័ពទាំងអស់ដែលជាមនុស្សស្និទ្ធស្នាលប្រកបជាគ្មានរឿងអ្វីកើតឡើងនោះទេព្រោះគាត់គឺជាព្រះបុត្រាម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់តែទូប្រាប់យើងថាចុះបើថ្ងៃណាមួយលែងមានខ្ញុំតទៅមុខទៀតនោះខ្ញុំពិតជាស្ងើចសរសើរទៅកាន់វូស៊ូងខ្លាំងណាស់ដឹងអត់ថាប្រវត្តិរបស់វូស៊ូងយ៉ាងម៉េចគឺវូស៊ូងនឹងព្យាយាមបង្ហាញសមត្ថភាពរបស់ខ្លួនចូលមកឲ្យគេជ្រើសរើសធ្វើជាកងទ័ពម្នាក់ដែរទោះបីជានាងខ្លាំងយ៉ាងណាក៏ដោយសារតែនាងគឺជាស្រីត្រូវបានគេមើលងាយថាវាយប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេកម្លាំងមិនទាន់មានគ្រប់តែការពិតវិញគឺនាងបានផ្ដួលសិតតែមនុស្សប្រុសអស់ហើយមកម្ដងគឺនាងអត់ទទួលបានការជ្រើសរើសមកលើកទី2ក៏អត់មានទទួលបានការជ្រើសរើសដែរហើយជាលើកម្លងមកលើកហ្នឹងគឺមួយឆ្នាំម្ដងវូស៊ូងព្យាយាមខ្លាំងមែនទែនដើម្បីចូលបម្រើកងទ័ពរហូតដល់ថ្ងៃមួយនាងក៏បានជួបជាមួយនឹងទូប្រុសរបស់យើងទូប្រុសក៏សួរថាតើនាងពិតជាចង់ចូលបម្រើកងទ័ពពិតមែនអីអញ្ចឹងហើយគាត់ក៏បាននាំវូស៊ូងចូលមកធ្វើជាទាហានជាអង្គរចំណិតរបស់គាត់តែម្ដងទៅឲ្យគាត់ទៅចូលមកដល់ភ្លាមវូស៊ូងក៏បានបង្ហាញសមត្ថភាពរបស់គាត់គឺថាការពារទូប្រុសរបស់យើងផងច្បាំងច្បារយ៉ាងអង្អាចក្លាហានក្នុងសមរភូមិមិនចាញ់មនុស្សប្រុសនោះទេចឹងគាត់បានប្រកាសថាចាប់តាំងពីនេះតទៅខ្ញុំនឹងប្រគល់តំណែងជាមេទ័ពភិកខាងជើងការពារនគរនឹងឲ្យទៅកាន់វូស៊ូងហើយគាត់ទៅលឺអញ្ចឹងភ្លាមកងទ័ពចំណិតទាំងអស់ហ្នឹងគាត់ក៏នាំគ្នាភ្ញាក់ផ្អើលមេទ័ពហ្នឹងណាគាត់ថាមិនអញ្ចឹងតែព្រះបុត្រាទៅណាព្រះបុត្រាទៅណាទៅបើគ្មានព្រះបុត្រាតើពួកយើងមិននឹងអាចនៅស្ងប់មិននឹងអាចនៅសុខបានអញ្ចឹងទៅពួកគេអត់ចង់ទទួលបញ្ជាមួយហ្នឹងទេព្រោះពួកគេគិតទៅភ្លាមពេកអញ្ចឹងណាទូប្រុសរបស់យើងក៏បកគលផ្លាកបញ្ជាមេទ័ពហ្នឹងឲ្យទៅកាន់វូស៊ូងបញ្ជាទ័ពបានទាំងអស់នៅភាគខាងជើងហ្នឹងហើយក៏សម្លុតទៅកាន់ពួកគេទាំងអស់គ្នាថាចាប់តាំងពីពេលនេះតទៅត្រូវស្ដាប់បញ្ជាវូស៊ូងចាត់ទុកវូស៊ូងគឺជាមេទ័ពដូចជាខ្ញុំដែលនៅក្បែរអញ្ចឹងទោះបីជាខ្ញុំមិននៅក្បែរអ្នកទាំងអស់គ្នាក៏មិនតែបេះដូងរបស់ខ្ញុំវិញ្ញាណរបស់ខ្ញុំនឹងនៅជាមួយនឹងអ្នកទាំងអស់គ្នាការពារនគរជាមួយគ្នាចឹងហើយពួកគេក៏បានផឹកស្រាសម្បត្តិរួចហើយក៏បោកចានអញ្ចឹងណាអានឹងទម្លាប់របស់គេដើម្បីបដិញ្ញាចិត្តផឹកហើយតែបំផ្លាញបានគេហៅថាបដិញ្ញាចិត្តពិតប្រាកដទាំងអស់គ្នាបន្ទាប់មកទូប្រុសរបស់យើងក៏ចាប់ដើមស្ម័គ្រចិត្តបកគលខ្លួនធ្វើដំណើរទៅជាមួយនឹងតួស្រីសម្ដេចទៅកាន់កុលសម្ព័ន្ធប្រចាំដើម្បីលះបង់ជីវិតនៅទីនោះឲ្យតួស្រីរបស់យើងសងសឹកឲ្យប្រជារាស្ត្រនៅក្នុងកុលសម្ព័ន្ធប្រចាំរបស់នាងខណៈពេលដែលចាក់ចេញទៅនឹងតួស្រីរបស់យើងក៏បានបង្ហាញទឹកមុខលាគ្នាជាមួយនឹងលីងយិនបន្តិចព្រោះលីងយិនក៏ជាអ្នកមានគុណដែរហើយក្នុងពេលដែលគេចេញទៅបាត់លីងយិនក៏និយាយខ្សឹបជាមួយអ្នកបម្រើរបស់ខ្លួនថារវាងខ្ញុំជាមួយនឹងម្នាក់ដែលកំពុងតែដើរក្បែរនាងតើម្នាក់ណាសមជាមួយនាងជាងវ៉ៃនៅពេលនោះអ្នកបម្រើក៏តបថាប្រកាសជាព្រះបុត្រាហើយលោកម្ចាស់លីងយិនលឺយើងហួសចិត្តនេះអាចចងាយយក IC ប្រាក់ខែយើងឬក៏ស៊ីប្រាក់ខែព្រះបុត្រាកែភ្នាក់ឯងពិតជាអន់ខ្លាំងមែនទេតោះចូលទៅធ្វើការជាមួយយើងបន្តទៀតទៅអញ្ចឹងលីងយិនគាត់ក៏ផ្លែងនៅក្នុងរឿងនឹងទាំងអស់គ្នាប៉ុន្តែតាមការពិតរឿងដទៃទៀតគាត់ក៏ធ្លាប់ធ្វើជាតួឯកដែរមិនយូរប៉ុន្មាននោះទេគ្រាន់តែតួប្រុសតួស្រីរបស់យើងធ្វើដំណើរទៅជាមួយគ្នាមិនទាន់ចាក់ចេញពីរាជធានីផុតស្រួលបួលផងទាំងអស់គ្នាស្រាប់តែមានប្រកាសមួយបិទថាតួស្រីរបស់យើងនឹងគឺបានជំរុតគ្នាទៅជាមួយតួប្រុសហើយព្រះបុត្រានេះសុខចិត្តលះបង់តំណែងជាមេទ័ពធំជាព្រះបុត្រាធំទៅជាមួយនឹងមនុស្សស្រីមកពីកុលសម្ព័ន្ធប្រចាំប្រហែលជាត្រូវបាននាងដាក់មន្តអាគមអីដាក់ស្នេហ៍ដាក់អីចឹងហើយចឹងត្រូវតាមចាប់ពួកគេទាំងពីរនឹងត្រឡប់មកវិញ
ก็เลยមកមើលចៅឆើឯនេះវិញបងប្រុសរបស់គេគឺបានដាក់ច្បាក់ដៃរបស់គេទាំងសងខាងឃុំទុកនៅក្នុងដំណាក់ចាស់ធ្លាប់រស់នៅជាមួយគ្នាកាលពីក្មេងប៉ុន្តែក៏មានមនុស្សចំណិតម្នាក់នោះគឺជាជីជឺមិត្តភក្តិសំណាប់ចិត្តរបស់តួស្រីរបស់យើងទាំងអស់គ្នាការពិតទៅនាងគឺជាមនុស្សរបស់ចៅឆើបញ្ជូនមកទេចៅឆើខ្លាំងមែនទែនបើទោះបីជាត្រូវបានយីជឺមកដល់លេងក៏ពិតមែនប៉ុន្តែគេក៏ច្បាច់កហើយគេដាក់ពីន័យនាងថាខ្ញុំឲ្យនាងមើលទាសករម្នាក់នឹងគេសម្ដៅទៅលើតួស្រីរបស់យើងមិនបានជានាងមើលថែមបានតើឥឡូវទាសករម្នាក់នឹងហើយណាតែដោយសារតែគេអស់កម្លាំងគឺអត់មានកម្លាំងអីតតាំងជាមួយនឹងយីជឺបន្តទៀតទេទាំងអស់គ្នាយីជឺនឹងគាត់ក៏យកឈាមរបស់គាត់នឹងមកឲ្យចៅឆើផឹកដោយសារតែនាងគឺជាមនុស្សនៅមកពីកុលសម្បត្តិប្រច័ណ្ឌជាមនុស្សស្រីដែលមានឈាមបរិសុទ្ធឈាមបកាយចឹងដែរចឹងណាផឹករួចហើយមើលទៅចៅឆើនឹងអត់មានដឹងគុណទៅលើយីជឺទេទាំងអស់គ្នាហើយមើលទៅយីជឺគឺពិតជាលងស្រឡាញ់ស្ម័គ្រស្មោះងប់លះបង់គ្រប់អ្វីៗទាំងអស់ដើម្បីទៅចៅឆើអញ្ចឹងណាទូបរបស់យើងក៏បានដឹងចេញពីសម្ដីផ្ទាល់មាត់របស់យីជឺថានៅពេលនេះតួស្រីរបស់យើងគឺបាននាំតួប្រុសនឹងសម្ដៅទៅកាន់កុលសម្បត្តិប្រច័ណ្ឌបំណងចង់សម្លាប់តួប្រុសដើម្បីសងសឹកហើយគាត់ទៅលឿនអញ្ចឹងចៅឆើគាត់ក៏ចង់ទៅតាមសម្លាប់តួស្រីដើម្បីការពារបងប្អូនរបស់ខ្លួនប៉ុន្តែខ្លួនឯងបែរទៅតាមអំពើទុនដៃទុនជើងទៅអត់រួចទេអាតាមអំពើមួយហ្នឹងគឺជាយីជឺជាអ្នកដាក់យីជឺថាខ្ញុំអត់ចង់ឲ្យលោកមានអីកាត់ឡើងទេឬមួយហ្នឹងទុកខ្ញុំជាអ្នកដោះស្រាយចោះលោកនៅឲ្យស្ងៀមទៅបានហើយចៅឆើបាននិយាយថាបានខ្ញុំចង់ឲ្យទាសករស្រីម្នាក់នោះគឺយីងយ៉ាវតួស្រីរបស់យើងហ្នឹងណាគឺបាត់ខ្លួនទៅដោយគ្មានមូលហេតុសាហាវក៏លេចមកមើលយីងយ៉ាវតួស្រីរបស់យើងវិញនៅពេលដែលធ្វើដំណើរហ្នឹងដល់ពេលយប់ឡើងគាត់ក៏មកអង្គុយគេងលក់អាគេថាគេងសម្រាប់តាមផ្លូវអញ្ចឹងណាហើយកំពុងតែមានភ្លៀងតក់ផងនៅក្នុងផ្ទះបាក់បែកមួយហ្នឹងវាក៏លិចទឹកតួប្រុសរបស់យើងគឺសម្លឹងមើលមុខគេនឹងស្រឡាញ់គេទាំងអស់គ្នាអញ្ចឹងហើយអង្គុយសម្លឹងមើលមុខគេយកឆាត់យកអីមកចងដើម្បីត្រង់បញ្ជាអាស្រក់ទឹកពីលើតពលផ្ទះមកហ្នឹងកុំឲ្យត្រូវមនុស្សដែលខ្លួនស្រឡាញ់រួចហើយក៏មកអង្គុយសម្លឹងមើលមុខរបស់គេបន្តទៀតអ្នកដែលធ្លាប់ស្រឡាញ់គេពេញបេះដូងមកបានដឹងថាទោះបីជាបានត្រឹមតែអង្គុយសម្លឹងមើលមុខគេហ្នឹងក៏អស់ចិត្តដែរលុះដល់ថ្ងៃស្អែកឡើងអ្នកទាំងពីរក៏បន្តដំណើររហូតដល់ពួកគេក៏បានឆ្លងកាត់ភូមិមួយដែលទៅដល់ភ្លាមគឺភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែប្រជាជននៅក្នុងភូមិហ្នឹងគឺសុទ្ធតែត្រូវបានជំងឺឆ្លងរាតត្បាតគ្រប់គ្នាទាំងអស់ទោះស្រីគាត់ក៏ធ្វើដំណើរឆ្លងកាត់ផ្ទះចាស់មួយដែលមានលោកយាយម្នាក់កំពុងតែសម្រាកចូលទៅដល់ទោះស្រីគាត់ក៏សុំស្នាក់នៅសុំទឹកញ៉ាំអីចឹងណាប៉ុន្តែឃើញថានៅពេលហ្នឹងចៅស្រីរបស់គាត់កំពុងតែស្រែកទ្រហោយំហៅលោកយាយដឹងខ្លួនឡើងមកវិញលោកយាយកើតអីមិនបានជាគេយូរខ្លាំងម្ល៉េះទាំងដែលលោកយាយគឺបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺឆ្លងនឹងបាត់ទៅហើយទោះស្រីរបស់យើងឃើញហើយគឺពិតជាអនាធម៌អាណិតក្មេងស្រីម្នាក់ហ្នឹងណានាងក៏បានស្ទុះទៅលួងលោមប៉ុន្តែក្មេងស្រីម្នាក់ហ្នឹងក៏រងឥទ្ធិពលជំងឺឆ្លងរួចហើយនាងក៏សន្លប់បាត់បង់ស្មារតីបាត់ទៅពេលភ្លាមហ្នឹងទោះស្រីរបស់យើងគាត់ក៏បានខំដៃបង្ហូរឈាមដើម្បីឲ្យក្មេងស្រីម្នាក់ហ្នឹងផឹកដោយសារតែឈាមរបស់នាងគឺដូចជាថ្នាំ100មុខចឹងទាំងអស់គ្នាហើយគឺអាចព្យាបាលជំងឺច្រើនបន្តមកទៀតនាងក៏បានដើរទៅពិនិត្យឃើញថាទឹកដែលលោកយាយជាមួយក្មេងស្រីញ៉ាំហ្នឹងគឺមានកំតិចកំបោរដែលមើលទៅគឺមានជាតិថ្នាំជំងឺឆ្លងចឹងទាំងអស់គ្នាឧទាហរណ៍ថានៅក្នុងស្រុកហ្នឹងគឺមានម្នាក់មានជំងឺឆ្លងហើយជំងឺឆ្លងហ្នឹងគឺគេបានយកកំអែលយកកំទីឆ្អឹងរបស់សាកសពនឹងទៅដុតហើយយកមករោយក្នុងទឹកអណ្ដូងដើម្បីបកកពីបឆ្លងក្នុងភូមិទាំងស្រុងតែម្ដងទោះស្រីរបស់យើងក៏ដឹងថាអូរឿងនេះមិនធម្មតានោះទេបន្ទាប់មកនាងក៏បានទៅលួងលោមក្មេងស្រីម្នាក់ហ្នឹងក្មេងស្រីក៏សួរថាលោកយាយរបស់ខ្ញុំនៅឯណាបងស្រីទោះស្រីរបស់យើងមិនចង់ឲ្យនាងបាក់ទឹកចិត្តហ្នឹងក៏បានកុហកថាអូលោកយាយហ្នឹងគាត់បានខ្លាចទៅជាពពុះភ្លឺផ្លេចអត់ដែតទៅលើអាកាសខ្លាចទៅជាផ្កាយបាត់ទៅហើយនៅពេលនេះគាត់កំពុងតែសម្លឹងមើលមកឯងនៅខាងក្រោមឃើញអត់នោះលោកយាយរបស់ឯងខ្លាចជាទេវតាផ្កាយហើយអញ្ចឹងចាប់ដើមបួងសួងភ្លាមទៅក្មេងស្រីម្នាក់ហ្នឹងគ្នាក៏បួងសួងនេះថាមែនអត់បងស្រីលោកយាយរបស់ខ្ញុំខ្លាចទៅជាផ្កាយហើយមែនអត់អញ្ចឹងគ្នាក៏ចាប់ដើមបួងសួងថាខ្ញុំសង្ឃឹមថាលោកយាយនឹងឆាប់វិលត្រឡប់វិញដើម្បីជួបជុំគ្នាខ្ញុំចង់រស់នៅជាមួយលោកយាយជារៀងរហូតតទៅឃើញអញ្ចឹងហើយនឹងទូស្រីរបស់យើងគាត់កាន់តែក្តុកក្តួលរំជួលចិត្តអាណិតក្មេងស្រីទីដែរទាំងអស់គ្នាអើយព្រោះគាត់ក៏ធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់នៅក្បែរខ្លួនដែរអញ្ចឹងហើយគាត់មានអារម្មណ៍ថាក្មេងស្រីម្នាក់ហ្នឹងគឺនឹងទទួលអនាគតទៅគឺដូចជានាងអញ្ចឹងហើយបានអាណិតបន្ទាប់មកទៀតគាត់ក៏រៀបចំផែនការមួយចាប់ដើមបំបីគ្នាជាមួយទូប្រុសដើម្បីស៊ើបអង្កេតរកមូលហេតុនៃជំងឺឆ្លងក្នុងភូមិហ្នឹងតើអ្នកណាគេគឺមានចេតនារៀបចំធ្វើឲ្យមានជំងឺឆ្លងបែបហ្នឹងនាងក៏បានចេញបញ្ជាឲ្យទូប្រុសរបស់យើងបបាយផ្លូវគ្នាទៅតាមមើលតើក្នុងភូមិហ្នឹងមានដងទឹកប្រមាណតាមខ្លំមើលគ្រប់ដងទឹកទាំងអស់តើចេញពីប្រភពណាមកមុនគេបន្ទាប់មកនាងគឺនឹងទៅពិនិត្យសាកសពអ្នកជំងឺឆ្លងទាំងអស់ហ្នឹងដើម្បីរកឲ្យឃើញវិផុសតាងមួយចំនួនអញ្ចឹងណាទូប្រុសគាត់បារម្ភខ្លាំងណាស់គាត់ក៏លេចទៅមើលករបស់ក្មេងស្រីគឺមានពាក់កញ្ចាយមួយគាត់ក៏បានយកកញ្ចាយមួយហ្នឹងដែលប្រាប់ទៅកាន់ក្មេងស្រីទាំងកំពុងតែគេងលក់ថាក្មេងស្រីអើយពូសុំខ្ចីសិនតបមកក៏យកមកឲ្យទូប្រុសរបស់យើងយកមកឲ្យទូស្រីរបស់យើងថាឥឡូវនាងពាក់នេះទៅបើសិនបើមានគ្រោះថ្នាក់អីថាផ្លុំហៅខ្ញុំព្រោះខ្ញុំបារម្ភពីនាងណាស់ព្រោះរឿងនេះបថុយបឋានខ្លាំងពេកហើយទូស្រីរបស់យើងគាត់មកពិនិត្យសាកសពមិនខុសពីការស្មានរបស់ទូប្រុសពិតមែនទាំងអស់គ្នាគាត់តែមកពិនិត្យភ្លាមគឺឃើញសាកសពស្អុយរលួយអស់ទៅហើយដោយសារតែជំងឺឆ្លងអញ្ចឹងសាកសពវាស្អុយរលួយលឿនអញ្ចឹងណាភ្លាមនឹងមិនទាន់នឹងបានពិនិត្យអីស្រួលបួលផងស្រាប់តែមានបរិសុទ្ធ2នាក់ដឹកនាំធ្វើជាមេខ្លោងហៅអ្នកភូមិទាំងអស់មកថាទូស្រីរបស់យើងគឺជាបិសាចជាអ្នកបង្កជំងឺឆ្លងធ្វើឲ្យអ្នកភូមិរងទុក្ខវេទនាស្លាប់អញ្ចឹង
ចឹងហើយត្រូវតែចាប់នាងយកទៅឃុំទុកយកទៅសម្លាប់ចោលព្រោះនាងគឺជាមេធ្មប់ជាបិសាចតួស្រីរបស់យើងនិយាយបកកាយយ៉ាងម៉េចក៏មិនឈ្នះគេដែរទាំងអស់គ្នាដោយសារតែគេមានមេខ្យល់មេខ្លោងនៅក្នុងក្រុមសមាជិកអ្នកភូមិទាំងអស់គ្នាអញ្ចឹងដូច្នេះហើយពួកគេក៏ចាប់ផ្ដើមខឹងសម្បាជាមួយតួស្រីរបស់យើងក៏ចាប់តួស្រីរបស់យើងនាំខ្លួនយកទៅតែម្ដង